រដូវកាលជន់ហ្វិនមកដល់ហើយដាក់បញ្ឈរពំមាន់លេងសិនរដូវកាលជន់ហ្វិនស្រដៀងនឹងបាតុភូតសមារាត្រីគឺនៅថ្ងៃនេះរយៈពេលថ្ងៃនិងយប់ស្មើគ្នាបង្កប់ន័យថាអ្វីៗទាំងអស់មានតុល្យភាពនៅថ្ងៃនេះបញ្ឈរពងមាន់គឺចង់ដាស់តឿនមនុស្សឲ្យយកចិត្តទុកដាក់លើតុល្យភាពនៃយិននិងយ៉ាងប្រទេសកម្ពុជារដូវកាលជន់ហ្វិនព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តស្រស់ស្អាតណាស់មកធ្វើនំគូហ្វើទទួលរដូវផ្ការៀបមកដល់អ្វីត្បិតតាមរដូវកាលឃើញថាប្រទេសចិនបានឈានចូលរដូវផ្ការីកហើយតែរដូវផ្ការីកនៅភាគខាងជើងប្រទេសចិនមកយឺតជាងភាគខាងត្បូងទីក្រុងប៉េកាំងនៅតែបន្តស្ថានភាពរដូវរងាដោយអ្វីៗគ្រប់យ៉ាងនៅតែស្រគត់ស្រគំអាចឃើញពណ៌បៃតងម្ដងម្កាល ។
foil ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការគូរគំនូរចិនដាក់ក្រណាត់ស្ពាន់ធលឹងនៅលើ foil កម្ដៅវា foil នឹងប្រែពណ៌គ្រប់គ្រងពេលវេលានិងកម្ដៅក៏អាចមានពណ៌និងរូបក្បូរក្បាច់ខុសៗគ្នាការអត់ foil ប្រៀបដូចជាការទស្សនាទេសភាពរដូវផ្ការីកអញ្ចឹងមិនអាចប្រញាប់ទេមានតែរងចាំដោយស្ងៀមស្ងាត់រដូវផ្ការីកប្រហែលនឹងអាចចូលមកដល់ក្នុងរយៈពេលមួយយប់បន្ទាប់ពីរដូវកាលឈុនហ្វិនអ្វីៗគ្រប់យ៉ាងនឹងរស់ឡើងវិញរដូវកាលនេះក៏ជារដូវកាលដ៏ល្អសម្រាប់ការសាបព្រោះដែររដូវផ្ការីកដែលមានពណ៌ចម្រុះប្រៀបដូចជាគំនូរ foil ដ៏ស្រស់ស្អាតនេះ